ទោះបីជាកូនធ្វើខុសយ៉ាងណាឪពុកម្ដាយនៅតែស្រឡាញ់កូនដដែលនៅក្នុងភូមិតូចមួយនៅជីក្រុងមានគ្រួសារមួយដែលរស់នៅយ៉ាងសុខសាន្តលោកតាវាសនានិងអ្នកមីងសុខាមានកូនប្រុសម្នាក់ដែលមានឈ្មោះថាបញ្ញាហើយបញ្ញាជាក្មេងប្រុសដែលឆ្លាតវៃនិងមានសុបិនចង់ក្លាយជាវិស្វករម្នាក់ឪពុកម្ដាយរបស់គាត់គឺជាកសិករធម្មតាទេប៉ុន្តែគាត់ខំប្រឹងធ្វើការជាប់រហូតដើម្បីបានលុយឲ្យកូនបន្តការសិក្សារៀនសូត្រនៅពេលដែលបញ្ញាបានទៅរៀននៅសាលារដ្ឋនៅក្នុងទីក្រុងគាត់បានជួបមិត្តភ័ក្តិថ្មីៗនិងចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថមិត្តទាំងនោះមកពីគ្រួសារដែលគេជាអ្នកមានប្រាក់ច្រើនឬក៏ធូរធារក្នុងការសេពគប់នោះបន្តិចម្ដងបញ្ញាក៏ចាប់ផ្ដើមមើលងាយឪពុកម្ដាយខ្លួនឯងព្រោះពួកគាត់គ្រាន់តែជាកសិករធម្មតាគាត់រអ៊ូរទាំអំពីមុខម្ហូបដែលម្ដាយធ្វើហើយមិនចង់នាំមិត្តភ័ក្តិមកផ្ទះដោយការអៀនខ្មាសជាដើមថ្ងៃមួយលោកតាវាសនាគាត់បានយកលុយសន្សំសម្រាប់កូនរៀនដើរទៅសាលារៀនដើម្បីទៅបង់ថ្លៃសិក្សានៅពេលដែលគាត់ទៅដល់សាលាបញ្ញាបានឃើញឪពុកស្លៀកពាក់ធម្មតាដូចជាកសិករនៅពេលដែលមិត្តភ័ក្តិបានឃើញឪពុករបស់គាត់បញ្ញាបែរជានិយាយថាខ្ញុំមិនដែលស្គាល់អ្នកនោះទេហើយក៏បានដើរចេញពីនឹងទៅនៅពេលនោះលោកតាវាសនាគាត់មានការខកចិត្តនិងឈឺចាប់យ៉ាងខ្លាំងតែគាត់នៅតែបង់ថ្លៃសិក្សានឹងឲ្យកូននៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញអ្នកមានសុខានឹងគាត់ឃើញមុខប្តីរបស់គាត់មានការក្រៀមក្រំដូចជាពិបាកចិត្តនឹងទៅហើយរំពេចនោះលោកតាវាសនានឹងក៏បានប្រាប់ប្រពន្ធគាត់អំពីអ្វីដែលបានកើតឡើងហើយទាំងពីរនាក់ប្តីប្រពន្ធក៏មានការយំសោកអស់មួយរាត្រីប៉ុន្តែពួកគាត់មិនបានខឹងនឹងបញ្ញានោះទេកន្លងទៅ2-3ខែបញ្ញាក៏ធ្វើឲ្យមានបញ្ហាទៀតគាត់បានចូលរួមនៅក្នុងក្រុមសិស្សអាក្រក់និងចាប់ផ្ដើមចេះជក់បារីផឹកស្រាចំណែកឯគ្រូនៅសាលាហ្នឹងក៏ហៅឪពុកម្ដាយហ្នឹងឲ្យមកជួបគ្រានោះលោកតាវាសនានិងអ្នកមីងសុខាហ្នឹងក៏ត្រូវដើរជាង5គីឡូម៉ែត្រឯណោះពីភូមិហ្នឹងដើម្បីទៅសាលារៀនព្រោះថាគ្រួសាររបស់គាត់គឺក្រីក្រខ្លាំងណាស់មិនមានសូម្បីតែយានជំនិះម៉ូតូអីហ្នឹងសម្រាប់ធ្វើដំណើរងាយស្រួលទេនៅពេលដែលពួកគាត់ទៅដល់សាលាភ្លាមបញ្ញាគ្រាន់តែឃើញឪពុកម្ដាយរបស់គាត់ហ្នឹងក៏មានអារម្មណ៍ថាខឹងជាខ្លាំងហើយក៏បាននិយាយទៅកាន់ឪពុកម្ដាយថាអញ្ចេះថាពុកម៉ែហ្នឹងមិនគួរមកសាលានេះទេតាមមកហ្នឹងដើម្បីឲ្យខ្ញុំល្បីឈ្មោះឬក៏យ៉ាងម៉េចរឿងប៉ុណ្ណឹងទុកឲ្យខ្ញុំដោះស្រាយបញ្ហាខ្លួនឯងទៅបានហើយសម្ដីបែបនេះដែលបញ្ញានិយាយចេញមកហ្នឹងធ្វើឲ្យឪពុកម្ដាយរបស់គាត់មានការឈឺចាប់ជាខ្លាំងតែពួកគាត់នៅតែអត់ធ្មត់ហើយមិនបានបោះបង់កូនចោលឡើយនៅពេលដែលពួកគាត់ត្រឡប់ទៅផ្ទះវិញលោកតាវាសនាក៏បានប្រាប់ប្រពន្ធគាត់ថាកុំអារម្មណ៍អីកូនយើងត្រូវការពេលវេលាហើយវាកំពុងតែលូតលាស់និងស្វែងរកអត្តសញ្ញាណរបស់ខ្លួនឯងហើយយើងត្រូវតែរងចាំមើលនិងអត់ធ្មត់ថែមទៀតនៅពេលដែលត្រឡប់មកផ្ទះវិញហ្នឹងម្ដាយរបស់បញ្ញាគាត់ក៏បានចាប់ផ្ដើមធ្វើម្ហូបដែលកូនចូលចិត្តនិងដាក់សម្បត្តិតូចមួយនៅក្នុងកញ្ចប់អាហារជារៀងរាល់ថ្ងៃដែលសម្បត្តិនោះគឺបាននិយាយថាម៉ាក់ស្រឡាញ់កូនគ្រប់ពេលវេលាបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាទៅបញ្ញានឹងក៏បានប្រឡងធ្លាក់ដោយសារតែគាត់ខ្ជិលសិក្សារៀនសូត្រណាចំណែកឯមិត្តភ័ក្តិដែលធ្លាប់លេងជាមួយគាត់បែរទៅជាបាត់អស់រលីងដោយសារតែពួកគេបានប្រឡងជាប់នឹងបន្តការសិក្សារៀងខ្លួនបញ្ញាមានអារម្មណ៍ថាតក់ស្លុតនិងអស់សង្ឃឹមជាខ្លាំងហើយគាត់ខ្មាស់ខ្លួនឯងខ្លាំងណាស់និងមិនហ៊ានត្រឡប់ទៅផ្ទះវិញទេនៅក្នុងរាត្រីមួយបញ្ញាក៏សម្រេចចិត្តគេចចេញពីសាលារួចដើរតាមផ្លូវយ៉ាងងងឹតដោយគ្មានទិសដៅទេនៅពេលនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងហើយគាត់ក៏គ្មានកន្លែងដែលត្រូវទៅមុខទៀតទេគាត់ក៏រងាញ័រញាក់រហូតដល់គ្រុនក្តៅគ្រានោះស្រាប់តែមានរថយន្តមួយក៏ឈប់នៅក្បែរគាត់បញ្ញាក៏គាត់មានការភ្ញាក់ផ្អើលនៅ
នៅពេលដែលបានឃើញឪពុកម្ដាយរបស់គាត់នឹងចេញពីឡាននោះមកនៅពេលនោះបញ្ញាក៏សួរទៅកាន់ឪពុកម្ដាយរបស់ខ្លួនថាតើពុកម៉ែហេតុអីបានជាដឹងថាខ្ញុំនៅទីនេះនៅពេលនោះអ្នកមីងសុខាគាត់ក៏បានឆ្លើយទាំងហូរទឹកភ្នែករហាមគាត់ថាយើងស្វែងរកកូនគ្រប់ទីកន្លែងយើងមិនអាចគេងបានលក់ទាល់តែសោះព្រោះថាមានការព្រួយបារម្ភពីកូនជាខ្លាំងហើយឪពុករបស់គាត់ក៏បន្ថែមទៀតថាមិត្តភ័ក្តិរបស់គ្រូកូនម្នាក់ឃើញកូននៅតាមផ្លូវហើយក៏បានប្រាប់ពួកយើងហើយយើងក៏បានខ្ចីឡានពីអ្នកជិតខាងហ្នឹងមកស្វែងរកកូននៅពេលដែលបញ្ញាបានស្ដាប់ពាក្យសម្ដីរបស់ឪពុកម្ដាយខ្លួនហើយគាត់ក៏បានចាប់ផ្ដើមយំជាខ្លាំងហើយគាត់ដឹងថាខ្លួនឯងនឹងបានធ្វើឲ្យឪពុកម្ដាយមានការឈឺចាប់ខ្លាំងណាស់ហើយក៏បាននិយាយសុំទោសថាខ្ញុំនឹងគឺខុសហើយពុកម៉ែមិនសមនឹងមានកូនដូចខ្ញុំនោះទេចំណែកឯលោកតាវាសនាក៏គាត់បានអោបកូនប្រុសគាត់យ៉ាងណែនហើយបាននិយាយថាកូនគឺជាអ្វីដែលឪពុកមានតម្លៃបំផុតនៅក្នុងជីវិតនេះទោះបីជាកូនធ្វើខុសយ៉ាងណាពុកម៉ែនៅតែស្រឡាញ់កូនយើងមិនដែលបោះបង់កូនទេមិនថាមានរឿងអ្វីកើតឡើងនោះទេហើយអ្នកមីងសុខានឹងគាត់ក៏បានយកអាវក្រៅមកដណ្ដប់ឲ្យកូនផងដែរហើយក៏បានប្រាប់ទៅបញ្ញាថាមកផ្ទះជាមួយនឹងពុកម៉ែវិញយើងនឹងជួយគ្នាដោះស្រាយបញ្ហាទាំងអស់ហើយគាត់មិនបានខឹងនឹងបញ្ញាតតែសោះដោយគ្រាន់តែចង់ឲ្យកូនត្រឡប់មកផ្ទះវិញប៉ុណ្ណោះគ្រានោះបញ្ញាដឹងថាគាត់មិនសមនឹងទទួលបានក្តីស្រឡាញ់និងការអត់ឱនបែបនេះទេប៉ុន្តែគាត់ក៏ដឹងផងដែរថានេះហើយជាក្តីស្រឡាញ់ពិតប្រាកដក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌទោះបីជាគាត់បានធ្វើឲ្យឪពុកម្ដាយឈឺចាប់យ៉ាងណាក៏ដោយហើយចាប់ពីថ្ងៃនោះមកបញ្ញាក៏បានផ្លាស់ប្ដូរខ្លួនឯងគាត់ប្រឹងប្រែងរៀនសូត្រម្ដងទៀតនិងជួយការងារផ្ទះចាប់ផ្ដើមគោរពឪពុកម្ដាយឡើងវិញគាត់ដឹងថាទោះបីគាត់មិនទាន់មានលុយកាក់ច្រើនឬមានការសិក្សាខ្ពស់ដូចជាអ្នកដទៃក៏ដោយតែគាត់មានអ្វីមួយដែលមានតម្លៃលើសអ្វីៗទាំងអស់គឺគ្រួសារដែលស្រឡាញ់គាត់គ្រប់ពេលវេលាទោះបីពេលគាត់ធ្វើខុសក៏ដោយពេលវេលាបានកន្លងទៅប្រហែលឆ្នាំក្រោយមកបញ្ញាក៏បានប្រឡងជាប់ចូលមហាវិទ្យាល័យហើយបានក្លាយជាវិស្វករដ៏ជោគជ័យម្នាក់ប៉ុន្តែគាត់មិនដែលភ្លេចមេរៀនដ៏សំខាន់បំផុតដែលឪពុកម្ដាយរបស់គាត់នឹងបានបង្រៀនគាត់ថាក្តីស្រឡាញ់ពិតមិនមែនមកពីអ្វីដែលអ្នកមានឬអ្វីដែលអ្នកធ្វើបានទេប៉ុន្តែមកពីចិត្តដែលអត់ធ្មត់និងការអត់ឱនទោសដែលគ្មានលក្ខខណ្ឌបញ្ញាបាននាំប្រពន្ធនិងកូនតូចរបស់គាត់ទៅលេងឪពុកម្ដាយជាញឹកញាប់នៅឯភូមិហើយបានបង្រៀនកូនរបស់គាត់ឲ្យគោរពនិងស្រឡាញ់តាយាយហើយឲ្យចេះដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលពួកគាត់មាននៅខួបកំណើតទី70របស់លោកតាវាសនាបញ្ញាក៏បានជួលផ្ទះធំមួយនៅក្នុងភូមិនិងរៀបចំពិធីជប់លៀងដ៏ធំមួយគាត់បានអញ្ជើញអ្នកភូមិទាំងអស់និងមិត្តភ័ក្តិជាច្រើនឲ្យមកចូលរួមកម្មវិធីនេះនៅពេលដែលគ្រប់គ្នាមកជុំគ្នាបញ្ញាគាត់ក៏បានឈរឡើងនិយាយថាខ្ញុំសូមថ្លែងអំណរគុណដល់ឪពុកម្ដាយរបស់ខ្ញុំដែលបានបង្ហាញខ្ញុំពីអត្ថន័យពិតនៃក្តីស្រឡាញ់ពេលខ្ញុំវង្វេងផ្លូវពួកគាត់មិនបានបោះបង់ខ្ញុំចោលទេពេលខ្ញុំធ្វើឲ្យពួកគាត់ឈឺចាប់ពួកគាត់នៅតែស្រឡាញ់ខ្ញុំទោះបីជាកូនធ្វើខុសយ៉ាងណាឪពុកម្ដាយនៅតែស្រឡាញ់កូនខ្ញុំសង្ឃឹមថាខ្ញុំអាចក្លាយជាឪពុកដ៏ល្អសម្រាប់កូនរបស់ខ្ញុំដោយពួកគាត់ដែរនៅពេលនោះលោកតាវាសនានិងលោកយាយសុខានឹងគាត់ទាំងពីរនាក់ហ្នឹងក៏ហូរទឹកភ្នែករហាមពេញមុខដោយសារតែបានស្ដាប់នៅការថ្លែងសន្ទរកថារបស់កូនពួកគាត់ហើយពួកគាត់ដឹងថាទោះបីជាជីវិតមានការលំបាកប៉ុណ្ណាឬក៏មានឧបសគ្គច្រើនប៉ុណ្ណាក្តីស្រឡាញ់នៅក្នុងគ្រួសារនឹងនៅតែមានជានិច្ចនោះហើយជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត